នេះគឺជាដំណឹងល្អសម្រាប់លោកស្រីដែលកំពុងតែនាំចូលប្រភេទទំនិញខាងក្រោមនេះដែលរាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យដើម្បីបន្ធូរបន្ថយពន្ធនាំចូលនិងបន្ធូរបន្ថយពន្ធលើអាករពិសេសអញ្ចឹងឥឡូវយើងទៅមើលទាំងអស់គ្នាតើរាជរដ្ឋាភិបាលបានបញ្ចុះពន្ធនិងបន្ថយលើអាករពិសេសទៅលើមុខទំនិញអីខ្លះអញ្ចឹងមានដូចជាកូនបក្សីរស់កុំព្យូទ័រនិងបរិក្ខារអង្គតែននិងបរិក្ខារនិងឧបករណ៍ប្រើក្នុងមន្ទីរពិសោធន៍និងគ្រឿងបន្លាស់បន្ទាប់មកទៀតបញ្ចុះអត្រាពន្ធទៅលើបន្ទះសម្លៃកែវម៉ាស៊ីនក្រឡុកនិងម៉ាស៊ីនគៀបទឹកផ្លែឈើឆ្នាំងដាំបាយអគ្គិសនីម៉ាស៊ីនសម្លៀងថ្មសម្លៃអនាម័យនិងខោទឹកនោមបញ្ចុះអត្រាពន្ធទៅលើប្រភេទថ្នាំលាបការពារសំណឹកលើតួនាវាបន្ទាប់មកទៀតគឺទំនិញលើឡអគ្គិសនីសម្រាប់ដុតឬអាំងនិងរថយន្តដឹកអ្នកដំណើរប្រភេទ Limousine ទាំង4ខាងលើគឺបញ្ចុះអត្រាពន្ធសម្រាប់ឯ2នេះគឺបញ្ចុះអត្រាអាករពិសេសទៅលើមុខទំនិញម៉ូទ័រសម្រាប់យានយន្តអគ្គិសនីម៉ាស៊ីនបូមធូលីនិងឧបករណ៍ចាក់សំឡេងមួយទៀតគឺបញ្ចុះអត្រាអាករពិសេសទៅលើមុខទំនិញអាគុយយានយន្តអគ្គិសនីដោយយោងតាម Facebook ផ្លូវការរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋបាលកម្ពុជា General Department of Customs and Excise បានសរសេរថាអគ្គនាយកដ្ឋានគយនិងរដ្ឋបាលកម្ពុជាបានផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ606925អកូរចុះថ្ងៃទី23ខែធ្នូឆ្នាំ2023ស្តីអំពីការកែសម្រួលអត្រាពន្ធគយនិងអាករពិសេសលើមុខទំនិញមួយចំនួនអូខេអញ្ចឹងឥឡូវយើងទៅមើល letter របស់គាត់letter របស់អគ្គនាយកដ្ឋានគយទាំងអស់គ្នាព្រះរាជាណាចក្រកម្ពុជាជាសាសនាព្រះមហាក្សត្រនាយកដ្ឋានគយនិងរដ្ឋបាលកម្ពុជាសេចក្តីជូនដំណឹងស្តីអំពីការកែសម្រួលអត្រាពន្ធគយនិងអត្រាអាករពិសេសលើមុខទំនិញមួយចំនួនឥឡូវយើងទៅបន្តទៀតចុះប្រមាណភាគរយពីមុនប្រមាណភាគរយចុះមកដល់ត្រឹមប្រមាណភាគរយតោះនាយកដ្ឋានគយរដ្ឋបាលកម្ពុជាមានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនក៏ដូចជាធុរជនពាក់ព័ន្ធឲ្យបានជ្រាបថារាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យលេខ255អនក្របកចុះថ្ងៃទី19ខែធ្នូឆ្នាំ2025ស្តីពីការកែសម្រួលអត្រាពន្ធគយនិងអត្រាអាករពិសេសលើមុខទំនិញមួយចំនួនអូខេទៅតទៀតមុខទំនិញសំខាន់ដែលត្រូវបានកែសម្រួលអត្រាពន្ធគយនិងអាករពិសេសមានដូចខាងក្រោមអញ្ចឹងដូចខ្ញុំបានរៀបរាប់ខាងលើ4ពី1ដល់4គឺបញ្ចុះអត្រាពន្ធដែលយើងហៅថា custom duty tax សម្រាប់2ខាងក្រោមទី5ទី6គឺយើងបញ្ចុះទៅលើអាករពិសេសអញ្ចឹងឥឡូវយើងចុះពីប៉ុន្មានទៅប៉ុន្មានទៅលើតំណែងណាខ្លះឥឡូវយើងទៅបន្តទៀតយើងទៅអានទាំងអស់គ្នាបន្តទៀតទី1បញ្ចុះអត្រាពន្ធនាំចូលពី 15% និង 7% មកត្រឹម0លើមុខទំនិញដូចជាកូនបក្សីរស់កុំព្យូទ័រនិងបរិក្ខារអង្គតែននិងបរិក្ខារឧបករណ៍ប្រើប្រាស់មន្ទីរពិសោធន៍និងគ្រឿងបន្លាស់អញ្ចឹងសម្រាប់មុខទំនិញទាំងអស់នេះជាពិសេសយើងនាំចូលច្រើនជាប្រភេទកុំព្យូទ័រនិងបរិក្ខារអង្គតែននិងបរិក្ខារឥឡូវពន្ធ duty tax គឺនៅសល់ 0% ទេអញ្ចឹងតំណែងល្អសម្រាប់អ្នកលក់កុំព្យូទ័រអូខេអញ្ចឹងយើងទៅតទៀតទី2បញ្ចុះអត្រាពន្ធនាំចូលពី 15% មក 7% លើមុខទំនិញបន្ទះសម្លៃកែវម៉ាស៊ីនក្រឡុកនិងម៉ាស៊ីនគៀបទឹកផ្លែឈើនិងបន្លែឆ្នាំងដាំបាយអគ្គិសនីម៉ាស៊ីនសម្លៀងថ្មសម្លៃអនាម័យនិងខោទឹកនោមអញ្ចឹងទី2នេះគឺទៅលើគ្រឿងប្រើប្រាស់ទូទៅនៅក្នុងផ្ទះហើយអ្នកដែលគាត់នាំចូលសម្លៃអនាម័យនិងខោទឹកនោមក៏ជាតំណែងល្អដែរយើងបធូរពី15មក7អញ្ចឹងយើងរួចបាន 8% ដែរ 8% សម្រាប់វណ្ណទូវាអាចគួរសមដែរអូខេអញ្ចឹងឥឡូវយើងទៅតទៀតទី3បញ្ចុះអត្រាពន្ធនាំចូលពី35មក 7% ណែនេះចុះបានច្រើន 28% បញ្ចុះអត្រាពន្ធនាំចូលពី 35% មក 7% លើមុខទំនិញថ្នាំលាបការពារសំណឹកលើតួនាវាអញ្ចឹងអ្នកនាំចូលទំនិញប្រភេទនេះគឺជាតំណែងល្អខ្លាំងអញ្ចឹងម្ដងទៀតថ្នាំលាបការពារសំណឹកលើតួនាវារួចពន្ធរហូតដល់បានចំណេញពន្ធរហូតដល់ 28% ពី35មក 7%អញ្ចឹងទី4ការបញ្ចុះអត្រាពន្ធនាំចូលពី35មក 15% លើមុខទំនិញឡអគ្គិសនីសម្រាប់ដុតឬអាំងនិងរថយន្តដឹកអ្នកដំណើរប្រភេទ Limousine អញ្ចឹងចំណេញបាន 20% ទៅលើប្រភេទទំនិញឡអគ្គិសនីហើយនិងរថយន្តប្រភេទ Limousine អញ្ចឹងសម្រាប់ទី5ទី6គឺមិនទី5ទី6គឺសម្រាប់បញ្ចុះអាករពិសេសអញ្ចឹងកុំឲ្យច្រឡំពីរហ្នឹង
custom duty tax ផ្សេង special tax ផ្សេងអញ្ចឹងទី5ទី6ដែលខ្ញុំនឹងទីទៀតនឹងរៀបរាប់នេះគឺសម្រាប់ special tax ទេអញ្ចឹងលេខរៀងទី5បញ្ចុះអត្រាអាករពិសេសពី 10% មកត្រឹម 0% លើមុខទំនិញ motor សម្រាប់យានយន្តអគ្គិសនី ម៉ាស៊ីនបូមធូលីនិងឧបករណ៍ចាក់សំឡេងអញ្ចឹងសម្រាប់ប្រភេទអវ៉ាន់3នេះជាទូទៅបើបង់ពន្ធធម្មតាមានជាប់ duty tax ជាប់ VAT និងជាប់ special tax អញ្ចឹងឥឡូវ special tax គឺបានរួចសល់0ហើយអញ្ចឹងចុះពី10មកសល់0%អញ្ចឹងទី6បញ្ចុះអត្រាអាករពិសេសពី 10% មក 5% លើមុខទំនិញអាគុយយានយន្តអគ្គិសនីអញ្ចឹងសម្រាប់ឡានអគ្គិសនីក៏ដោយឬក៏អាគុយយានយន្តអគ្គិសនីក៏ដោយអញ្ចឹងដូចគ្នាពន្ធនាំចូលជាប់ duty tax ជាប់ VAT និងជាប់ special tax អញ្ចឹងពីមុន special tax 10% ឥឡូវរដ្ឋាភិបាលបានសម្រេចចុះមកសល់ត្រឹម 5% ដើម្បីលើកកម្ពស់ទៅលើប្រភេទឡានអគ្គិសនីឬក៏អាគុយអគ្គិសនីតែកន្លែងនេះគឺគាត់បានបញ្ជាក់ឲ្យបញ្ចុះអត្រាអាករពិសេសពី 10% មក5%លើមុខទំនិញអាគុយយានយន្តអគ្គិសនីអញ្ចឹងបញ្ជាក់មិនឡានអគ្គិសនីទេគឺអាគុយសម្រាប់យានយន្តអគ្គិសនីអូខេអញ្ចឹង6នេះគឺម្ដងទៀតគឺ4សម្រាប់ duty tax និង2សម្រាប់ special tax អញ្ចឹងនេះគឺជាព័ត៌មានដែលខ្ញុំបានយកចេញពី Facebook ផ្លូវការរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋបាលកម្ពុជាអញ្ចឹងបើបងប្អូនចង់ទៅអានផ្ទាល់ទៅចង់ទៅឃើញផ្ទាល់លោកស្រីអាចចូលទៅក្នុងគេហទំព័រផ្ទាល់របស់អគ្គនាយកដ្ឋានគយនិងរដ្ឋបាលកម្ពុជាបានអូខេអញ្ចឹងឥឡូវយើងទៅតទៀតតើសម្រាប់អនុក្រឹត្យហ្នឹងយើងអនុម័តនៅថ្ងៃណាអូខេឥឡូវយើងទៅអានមួយគ្នាបន្តទៀតអត្រាពន្ធនិងអាករកែសម្រួលថ្មីនេះនឹងចូលជាធរមាននៅថ្ងៃទី1ខែមករាឆ្នាំ2026នេះតទៅធុរជនឬបុគ្គលពាក់ព័ន្ធអាចទាញយកអនុក្រឹត្យពីគេហទំព័ររបស់អគ្គនាយកដ្ឋានគយនិងរដ្ឋបាលកម្ពុជាឬតាមរយៈ QR code ដូចមានភ្ជាប់នឹងលិខិតនេះថ្ងៃអង្គារ8កើតខែបុស្សឆ្នាំម្សាញ់បុរស័កពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី23ខែធ្នូឆ្នាំ2025អគ្គនាយកដ្ឋានគយនិងរដ្ឋបាលកម្ពុជាអូខេនេះគឺជាសេចក្តីជូនដំណឹងហើយក៏ជាដំណឹងល្អសម្រាប់លោកអស័យដែលជាអ្នកនាំចូលទំនិញប្រភេទដែលខ្ញុំបានរៀបរាប់ខាងលើអំបញ្ញមិញហើយប្រសិនបើលោកអស័យតាមអត់តឬក៏លឿនពេកលោកអស័យអាចចូលក្នុងគេហទំព័រផ្ទាល់យើងអាចយក LED ហ្នឹងយើងអានដោយផ្ទាល់បានហើយប្រសិនជាមានអីឆ្ងល់មានសំណួរសួរអីលោកអស័យអាច comment សួរឬក៏ឆាតសួរក្នុងគេហទំព័រផ្លូវការរបស់អគ្គនាយកដ្ឋានគយក៏បានឬក៏អាច comment សួរនៅក្នុងវីដេអូនេះក៏បានដូចគ្នាអញ្ចឹងសម្រាប់វីដេអូមួយនេះដូចយើងប៉ុណ្្នឹងទេខ្លីៗប៉ុណ្្នឹងទេតែបើសម្រាប់ក្នុងវិស័យដឹកជញ្ជូនរាល់ដែលមានព័ត៌មានអីថ្មីអាប់ដេតអីថ្មីទៀតខ្ញុំនឹងព្យាយាមរកយកវីដេអូនេះយកមកបង្កើតហើយដើម្បីជាអត្ថប្រយោជន៍សម្រាប់អ្នកទស្សនាទាំងអស់គ្នាអញ្ចឹងមួយវិញទៀតពាក់ព័ន្ធជាមួយនឹង comment ប៉ះសិនបើអ្នកនាំចូលជាអ្នកនាំចូលតំណែងឬក៏បងប្អូនដែលស្ថិតនៅក្នុងវិស័យដឹកជញ្ជូនមានសំណួរមានបញ្ហាមានចម្ងល់ឬក៏ចង់ឲ្យខ្ញុំធ្វើពីប្រធានបទណាមួយនោះដែលពាក់ព័ន្ធជាមួយនឹងវិស័យភស្តុភារកម្មនេះបងប្អូនឬក៏លោកស្រីអាច comment ខាងក្រោមអញ្ចឹងបើគិតថាស្រឡាញ់ចូលចិត្តសម្រាប់ admin អាចចុចជួយ like ហើយបើគិតថាវីដេអូជាអត្ថប្រយោជន៍លោកស្រីអាចចែកម្លែកវីដេអូនេះទៅកាន់មិត្តភ័ក្តិបងប្អូនអរគុណសម្រាប់ការចំណាយពេលវេលាទស្សនាក៏សូមជូនពរឲ្យលោកស្រីជួបតែសេចក្តីសុខនិងសុភមង្គល